ខ្ញុំករណីខ្ញុំបាទសូមថ្វាយបង្គំបតិជគុណនិងជំរាបសួរដល់លោកតាលោកយាយពូមីងបងប្អូនគុណមួយទាំងអស់ជាពិសេសគឺពូមីងនិងបងនៅស្រុកកំណើតរបស់ខ្ញុំជាទីនឹកលើកបាទករណីបាទថ្ងៃនេះយើងនឹងលើកយកអំពីប្រវត្តិនៃឧបករណ៍កណ្ដៀវប្រពៃណីរបស់ដូនតាខ្មែរយើងហើយហេតុដែលនាំឲ្យនិយាយរឿងកណ្ដៀវនេះដោយសារពីយុគមិញខ្ញុំករណីខ្ញុំបាទបានខលទៅស្រុកជួបបងហើយក៏បានលើករឿងពីអនុស្សាវរីយ៍កាលពីខ្ញុំនៅទូចជាមួយលោកឪពុកនិងបងរបស់ខ្ញុំកណ្ដៀវគឺជាឧបករណ៍កសិកម្មបែបប្រពៃណីដ៏ចំណាស់មួយរបស់ដូនតាខ្មែរដែលសារជាប់យ៉ាងជិតស្និទ្ធនៅនឹងវប្បធម៌អរិយធម៌និងជីវភាពរស់នៅរបស់កសិករតាំងពីសម័យបុរាណមកម្ល៉េះករណីបតិជគុណលោកតាលោកយាយពូមីងបងប្អូននិយាយអំពីឧបករណ៍កណ្ដៀវនេះវាក៏សារជាប់ជាមួយនឹងអនុស្សាវរីយ៍រវាងខ្ញុំនិងលោកឪពុករបស់ខ្ញុំតាំងពីជាង30ឆ្នាំមុនមកម្ល៉េះករណីបាទខ្ញុំបានកើតក្នុងគ្រួសារអ្នកស្រែចម្ការកាលពីធំឡើងដឹងក្តីឪពុករបស់ខ្ញុំគាត់ជាកសិករមួយធ្វើលបប្រើប្រាស់និងធ្វើកណ្ដៀវលក់ហើយរូបរាងដែលហៅឈ្មោះថាលបនោះរាងវាដូចពួកគ្រូដែលកំពុងប្រើប្រាស់នៅស្រុកខ្មែរខ្ញុំអាយុនៅប្រហែល14 15ខ្ញុំបានចែវទូកជូនលោកឪពុករបស់ខ្ញុំទៅលក់កណ្ដៀវនៅភូមិកញ្ហាខេត្តកមួនសរនៅប្រទេសកម្ពុជាក្រោមហើយការលើកឡើងនេះជាអនុស្សាវរីយ៍ជាមួយខ្ញុំនិងលោកឪពុករបស់ខ្ញុំឧស្សាហ៍ជាប់ក្នុងអារម្មណ៍របស់ខ្ញុំមកដល់ថ្ងៃនេះបាទប្រតិគុណលោកតាលោកយាយឆ្លៀតឱកាសនេះខ្ញុំករណីសូមបង្ហាញជាឧបករណ៍កណ្ដៀវដែលលោកឪពុកខ្ញុំគាត់ធ្វើតាំងពីខ្ញុំធំឡើងដឹងក្តីគាត់គឺធ្វើយ៉ាងនេះឯងរូបរាងអញ្ចឹងបាទមកដល់នេះខ្ញុំក៏ធ្វើទុកជាអនុស្សាវរីយ៍ជាមួយខ្ញុំនិងលោកឪពុកខ្ញុំក៏បានធ្វើជីចរទុកអនុស្សាវរីយ៍នៅផ្ទះទុកតាំងនៅផ្ទះរបស់ខ្ញុំបាទខ្ញុំករណីខ្ញុំបាទខ្ញុំមិនបងអង្គយូរទៀតទេយើងនឹងចូលទៅសេចរឿងឧបករណ៍កណ្ដៀវដ៏ចំណាស់មួយនេះសូមប្រតិគុណនិងលោកតាលោកយាយពូមីងចូលតាមដានទាំងអស់គ្នាករណីបាទប្រវត្តិនិងសម័យកាលនៃការកកើតកណ្ដៀវគ្មានឯកសារណាមួយបញ្ជាក់ជាក់លាក់ពីឆ្នាំកកើតពិតប្រាកដនៃកណ្ដៀវនោះទេប៉ុន្តែបើផ្អែកលើការស្រាវជ្រាវផ្នែកប្រវត្តិសាស្ត្រនិងបុរាណវិឡាសតវត្សនៃការកកើតឧបករណ៍ស្រដៀងកណ្ដៀវឬកណ្ដៀវធ្វើពីថ្មនិងឆ្អឹងសត្វត្រូវបានគេជឿថាមានវត្តមានតាំងពីសម័យបុរេប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំមុនគ្រិស្តសករាជមកម្ល៉េះនៅពេលដែលមនុស្សដំបូងចាប់ផ្ដើមចេះធ្វើកសិកម្មដាំដុះសម័យលោហៈធាតុនិងសម័យអង្គរនៅពេលដែលមនុស្សចេះឆ្លលោហៈសំរឹទ្ធនិងដែករូបរាងកណ្ដៀវត្រូវបានអភិវឌ្ឍឲ្យកាន់តែមានប្រសិទ្ធភាពភ័ក្ត្រតុតាំងដកច្បាស់លាស់គឺមានការដកស្រង់និងបង្ហាញពីរូបភាពនៃការធ្វើកសិកម្មនិងឧបករណ៍កសិកម្មមួយចំនួននៅលើចម្លាក់តាមជញ្ជាំងប្រាសាទបុរាណខ្មែរដូចជាប្រាសាទបាយ័នដែលបង្ហាញថាការច្រូតកាត់ដោយប្រើដៃនិងឧបករណ៍ស្រដៀងកណ្ដៀវនេះមានការប្រើប្រាស់យ៉ាងទូលំទូលាយយ៉ាងហោចណាស់ក៏ចាប់ផ្ដើមពីសតវត្សទី9ដល់ទី13មកដែររូបរាងនិងរបៀបប្រើប្រាស់កណ្ដៀវខ្មែរមានលក្ខណៈពិសេសត្រង់វត្ថុធាតុដើមនិងការរចនាទៅតាមតំបន់ផ្លែកណ្ដៀវធ្វើពីដែកមានរាងកោងដូចព្រះច័ន្ទចំហៀងខាងក្នុងមានមុខខ្វៀលឬធ្មេញល្អិតដូចធ្មេញរណាល់សម្រាប់អាវផ្ដាច់ដំស្រូវដងកណ្ដៀវធ្វើពីឈើល្អឬស្នាឫស្សីដែលត្រូវបានគេខ្វៀលឬឆ្លាក់ជារូបរាងផ្សេងជួនកាលមានរាងដូចក្បាលនាគឬសាតបក្សីដើម្បីឲ្យងាយ
ស្រួលកាន់និងលម្អសោភ័ណភាពរបៀបប្រើប្រាស់វិញកសិករប្រើប្រាស់ដៃម្ខាងជាទូទៅដៃឆ្វេងក្តាបគុំស្រូវដៃម្ខាងទៀតដៃស្ដាំកាន់ដងកណ្ដៀវរួចលូកផ្លែកោមទៅតពុកយកដើមស្រូវដែលក្តាបនោះរួចហើយកសិករតែងថយក្រោយបន្តិចដើម្បីឲ្យធ្មេញកណ្ដៀវផ្ដាច់ដើមស្រូវការច្រូតបែបនេះហៅថាច្រូតលំអោនឬច្រូតកណ្ដៀវដែរតំបន់ដែលមានការប្រើប្រាស់ច្រើនជាទូទៅកណ្ដៀវត្រូវបានប្រើប្រាស់នៅតំបន់វាលទំនាបកសិកម្មទាំងអស់ក្នុងប្រទេសកម្ពុជាប៉ុន្តែវាមានលក្ខណៈពិសេសទៅតាមភូមិសាស្ត្រតំបន់វាលទំនាបជុំវិញបឹងទន្លេសាបនិងទន្លេមេគង្គខេត្តដូចជាបាត់ដំបងខេត្តសៀមរាបកំពង់ធំកំពង់ចាមព្រៃវែងនិងតាកែវជាតំបន់ដាំដុះស្រូវធំដែលកាលពីមុនមិនទាន់មានគ្រឿងចាក់គឺប្រើប្រាស់កណ្ដៀវនេះរាប់លានដើមក្នុងរដូវប្រមូលផលការបែងចែកតាមតំបន់ភាគកណ្ដាលនិងខាងត្បូងនិយមប្រើកណ្ដៀវដែលមានផ្លែធំនិងដងខ្លីល្មមងាយស្រួលច្រូតស្រូវស្រាលឬស្រូវវស្សាតំបន់ខ្លះក្នុងភូមិភាគឦសានឬតំបន់ខ្ពង់រាបការប្រមូលផលស្រូវចង្ការជួនកាលគេប្រើឧបករណ៍មួយយ៉ាងទៀតហៅកូនកណ្ដៀវឬហៅខ្វង់ដែលមានទំហំតូចជាងបាទករណីប្រជាជនលោកតាលោកយាយពូមីងបងប្អូនយើងវល់អារម្មណ៍មកនិយាយអំពីបងប្អូនខ្មែរកម្ពុជាក្រមយើងវិញមួយដងតើឧបករណ៍កណ្ដៀវនោះគេប្រើប្រាស់យ៉ាងណាហើយប្រើនៅតំបន់ណាខ្លះនៅទឹកដីកម្ពុជាក្រមសូមប្រជាជនក៏ដូចជាលោកតាលោកយាយតាមដានដូចតទៅចំពោះកណ្ដៀវនៅកម្ពុជាក្រមដែនដីសណ្ដទន្លេមេគង្គភាគខាងត្បូងដែលបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាមគឺមានប្រវត្តិសាស្ត្រឬកលវប្បធម៌និងរបៀបប្រើប្រាស់ស្រដៀងគ្នាបេះបិទទៅនឹងកណ្ដៀវនៅកម្ពុជាកណ្ដាលប្រទេសកម្ពុជាសប្តាហ៍ថ្ងៃដែរព្រោះទឹកដីនេះគឺជាអតីតទឹកដីរបស់អាណាចក្រខ្មែរហើយប្រជាជនខ្មែរក្រមគឺជាម្ចាស់ស្រុកដែលបានរស់នៅនិងធ្វើវប្បធម៌ស្រូវអង្គរទាំងពីរយូរលង់ណាស់មកហើយទោះជាយ៉ាងណាវាក៏មានលក្ខណៈពិសេសមួយចំនួនទាក់ទងនឹងភូមិសាស្ត្រទឹកដីនិងការវិវត្តម្យ៉ាងដែរប្រភពដើមនិងប្រវត្តិសាស្ត្រកណ្ដៀវនៅកម្ពុជាក្រមមិនមែននាំចូលមកពីបរទេសនោះទេវាគឺជាមរតកវប្បធម៌ដូនតាខ្មែរផ្ទាល់ដែលបានបង្កើតឡើងនិងប្រើប្រាស់តាំងពីសម័យនគរធំហូណននិងសម័យចេនឡាសតវត្សទី1ដល់ទី8មកម្លេះដែនដីកម្ពុជាក្រមជាពិសេសតំបន់អូកែវគឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងកសិកម្មដ៏ធំដែលដូនតាខ្មែរក្រមបានចេះដាំដុះស្រូវពងរស់និងស្រូវវស្សាទាំងពីជិត 2000 ឆ្នាំមុនការវិវត្តដោយសារដីកម្ពុជាក្រមជាដីសណ្ដមានទឹកជំនន់ពីទន្លេមេគង្គជារៀងរាល់ឆ្នាំកសិករខ្មែរក្រមបានរចនាឧបករណ៍កសិកម្មរួមទាំងកណ្ដៀវឲ្យស្របទៅតាមប្រភេទស្រូវលិចទឹកឬស្រូវប្រាំងនិងស្រូវវស្សារូបរាងនិងលក្ខណៈពិសេសរបស់កណ្ដៀវខ្មែរក្រមនៅកម្ពុជាក្រមគេចែកកណ្ដៀវជាពីរប្រភេទធំទៅតាមទម្លាប់ការងារកណ្ដៀវខ្វៀលហៅថាកណ្ដៀវបុរាណមានរូបរាងកោងខ្លាំងផ្លែដែកមានធ្មេញល្អិតល្អិតនិងមានដងធ្វើពីឈើឆ្លាក់យ៉ាងស្អាតជួនកាលឆ្លាក់ជាក្បាលនាគឬក្បាលបក្សីដូចនៅកម្ពុជាដែរគេប្រើសម្រាប់ច្រូតស្រូវវស្សាឬស្រូវស្រាលធម្មតាកណ្ដៀវដងវែងឬហៅថាលាវ
ដោយសារនៅកម្ពុជាក្រោមមានតំបន់ខ្លះដាំស្រូវក្រញាញ់ឬស្រូវប្រដេញទឹកស្រូវដំវែងឬស្រូវឡើងទឹកកសិករខ្មែរក្រោមខ្លះបានច្នៃស្រដៀងដែលមានដងឈើយ៉ាងវែងកសិករខ្មែរក្រោមខ្លះបានច្នៃកណ្ដៀវដែលមានដងឈើយ៉ាងវែងដើម្បីងាយស្រួលលូកទៅខ្ពស់ទីស្រូវវែងឬស្រូវដែលដួសក្នុងទឹកមកច្រូតរបៀបប្រើប្រាស់និងទំនៀមទម្លាប់ប្រវល់ដៃរបៀបច្រូតកាត់គឺមិនខុសពីខ្មែរយើងនៅកម្ពុជាឡើយពោលគឺដៃម្ខាងក្តាបគុំស្រូវដៃម្ខាងទៀតកាន់កណ្ដៀវទាញអាវប៉ុន្តែអ្វីដែលជាចំណុចលេចធ្លោនៅកម្ពុជាក្រោមគឺវប្បធម៌ប្រវល់ដៃបដូរវេនគ្នានៅកម្ពុជាក្រោមនារដូវច្រូតកាត់គេមិនសូវជួលពលកម្មឡើយអ្នកភូមិម្នាក់កាន់កណ្ដៀវរៀងខ្លួនដោយជួយច្រូតយកដៃពីស្រែមួយទៅស្រែមួយទៀតវិលជុំសកម្មភាពនេះបង្កើតបានជាទិដ្ឋភាពដករស់រវើកមានការច្រៀងរាំសាសងនិងបំពួលគ្នាទៅវត្តអារាមបន្ទាប់ពីច្រូតរួចការគោរពព្រះម៉ែបុរពមុនពេលស្រូវទុំមានពិធីសែនព្រេងសុំម្ចាស់ទឹកម្ចាស់ដីនិងថ្វាយអ្នកតាភូមិអ្នកតាស្រែដែលជាទំនៀមទម្លាប់បុរាណដ៏ពិសេសមួយរបស់បងប្អូនខ្មែរកម្ពុជាក្រោមនៅក្នុងវប្បធម៌ខ្មែរក្រោមស្រែចម្ការមិនមែនគ្រាន់តែជាកន្លែងរកស៊ីនោះទេប៉ុន្តែជាកន្លែងដែលមានពលឹងនិងអ្នកថែរក្សាដូច្នេះហើយតបមុនពេលផ្ដំយកកណ្ដៀវចុះទៅអាវកាត់ផ្ដាច់ដំស្រូវគេច្រើនរកថ្ងៃល្អថ្ងៃសិរីសួស្តីមិនចំថ្ងៃរោងខ្លាំងឬថ្ងៃហាមឃាត់តាមជំនឿភូមិស្រុកដើម្បីប្រាប់បងប្អូនជិតខាងឲ្យមកជួយច្រូតឬហៅថាយកដៃគ្នាទៅមកតាមជំនឿខ្មែរដើមប្រមាញ់សាសនាចាំបាច់ត្រូវសែនអ្នកតាម្ចាស់ក្បាលស្រែឬម្ចាស់ទឹកដីសែនសត្វមន់ឆ្ងោឬតែឆ្ងោគឺជាតំណាងឲ្យរបាំបូជាដ៏ខ្ពង់ខ្ពស់សម្ដែងនៅការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកតាស្រែឬម្ចាស់ទឹកដីដែលបានជួយថែរក្សាការពារស្រូវនិងមិនឲ្យសត្វលម្អិតសត្វកណ្ដុរឬរោគាផ្សេងមកបំផ្លាញចាប់តាំងពីថ្ងៃសាបព្រោះរហូតដល់ថ្ងៃស្រូវទុំបាទការដឹងគុណធម្មជាតិបង្ហាញថាខ្មែរក្រមជាជាតិសាសន៍ដែលមិនរមើសគុណឡើយទោះជាដីឃ្លីទឹកឬសាធាតុដែលជួយឲ្យពួកគេមានម្ហូបអាហារក៏ពួកគេធ្វើពិធីសងគុណដែរតំបន់ដែលមានការប្រើប្រាស់ច្រើនកណ្ដៀវបែបប្រពៃណីនេះត្រូវបានប្រើប្រាស់យ៉ាងខ្លាំងក្លានៅតាមខេត្តដែលមានប្រជាជនខ្មែរក្រមរស់នៅច្រើននិងជាជង្រុកស្រូវដូចជាខេត្តឃ្លាំងខេត្តក្រមួនសខេត្តទឹកខ្មៅខេត្តព្រែកឫស្សីខេត្តបារាជខេត្តព្រះត្រពាំងខេត្តផ្សារដែកខេត្តព្រះសួរគាខេត្តកោះកុងខេត្តកំពង់គោខេត្តមាត់ជូកខេត្តពរលាវខេត្តពាមបន្ទាយមាសខេត្តឡុងហូខេត្តរងដំរីខេត្តទូតមោកខេត្តចង្វាត្រពាំងខេត្តមេសរខេត្តកំពង់ឫស្សីនិងខេត្តអូកាប់បាទស្ថានភាពកម្ពុជាក្រោមនាពេលបច្ចុប្បន្នបញ្ចេញវិឡាគ្រឿងចាក់ម៉ាស៊ីនច្រូតទំនើបត្រូវបានគេយកមកប្រើប្រាស់ស្ទើរតែ 100% ទៅហើយដោយសារដីស្រែនៅទីនោះលាតសន្ធឹងធំធេងនិងធ្វើស្រែបាន3ដងក្នុងមួយឆ្នាំហេតុនេះកណ្ដៀវបែបប្រពៃណីត្រូវបានរក្សាទុកជាវត្ថុបុរាណនៅក្នុងផ្ទះឬដាក់តាំងបង្ហាញនៅក្នុងស្រមន្ទីវ
វប្បធម៌ខ្មែរក្រមតាមវត្តអារាមនានាដើម្បីរំលឹកដល់យុវជនជំនាន់ក្រោយពីឫសគល់ជាតិសាសន៍និងការតស៊ូរបស់ដូនតាខ្មែរនាពេលបច្ចុប្បន្នទោះបីជាការវិវត្តនៃគ្រឿងចក្រកសិកម្មម៉ាស៊ីនច្រូតយ៉ាងណាក៏ដោយកណ្ដៀវនៅតែរក្សាតម្លៃវប្បធម៌យ៉ាងខ្ពស់វាមិនត្រឹមតែប្រើប្រាស់នៅតាមតំបន់ដាច់ស្រយាលឬកន្លែងដេរម៉ាស៊ីនចូលមិនចុះប៉ុណ្ណោះទេប៉ុន្តែវាក៏ត្រូវបានយកមកប្រើប្រាស់ក្នុងរបាំប្រពៃណីដូចជារបាំច្រូតស្រូវនិងការសម្ដែងសិល្បៈផ្សេងៗដើម្បីបង្ហាញពីអត្តសញ្ញាណជាតិផងដែររបាំច្រូតស្រូវគឺជាមេតិកភណ្ឌវប្បធម៌អរូបីដកថ្លៃថ្លាមួយរបស់ខ្មែរដែលស្ថិតក្នុងប្រភេទរបាំប្រពៃណីឬរបាំប្រជាប្រិយរបាំនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ចម្រូវពីទិដ្ឋភាពជីវភាពរស់នៅប្រកបរបរកសិកម្មធ្វើស្រែចម្ការនិងស្មារតីសាមគ្គីភាពរបស់ប្រជាកសិករខ្មែរតាំងពីបុរាណមកបាទប្រវត្តិនិងប្រភពកំណើតរបាំច្រូតស្រូវត្រូវបានបង្កើតឡើងដោយការដកស្រង់ចេញពីសកម្មភាពចាក់ស្ដែងនៅក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាកសិករខ្មែរយើងជាជាតិសាសន៍កសិកម្មដែលសារជាប់ជីវិតនិងវាលស្រែដំណាំស្រូវដូច្នេះហើយតបដូនតាខ្មែរបានច្នៃបណ្ឌិតកាយវិការការងារទាំងនោះឲ្យទៅជាក្បាច់រាំដើម្បីបង្កើតភាពសប្បាយរីករាយបំបត្តិការនឿយហត់បន្ទាប់ពីការងារដកមេញឹករំលឹកនិងដឹងគុណដល់ព្រះម៉ែពុរពឬម៉ែដូនស្រូវដែលផ្ដល់ភោផលចិញ្ចឹមជីវិតរបាំនេះច្រើនតែយកមកសម្ដែងនៅក្នុងពិធីបុណ្យទានធំៗដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបុណ្យដាល់អំបុកបុណ្យភូមិជាដើមកាយវិការនិងសកម្មភាពក្នុងរបាំក្បាច់ក្រមនៃរបាំច្រូតស្រូវមានភាពរស់រវើកទន់ភ្លន់ផងនិងរហ័សរហួរផងដោយចង្វាក់ចេញពីដំណាក់កាលនីមួយៗនៃការធ្វើស្រែរួមមានក្បាច់ដើរទៅស្រែបង្ហាញពីភាពរីករាយរបស់យុវជនយុវនារីកាន់កណ្ដៀវកាន់ល្អីដើរទៅវាលស្រែទាំងទឹកមុខស្រស់ថ្លាក្បាច់ពិនិត្យមើលស្រូវការបង្ហាញកាយវិការសម្លឹងមើលវាលស្រែពណ៌មាសដែលដួលរេតាមខ្យល់ក្បាច់ច្រូតស្រូវដៃម្ខាងធ្វើកាយវិការក្តាបគុំស្រូវដៃម្ខាងទៀតកាន់កណ្ដៀវអាវកាត់ដូចការរៀបរាប់ពីរបៀបប្រើប្រាស់ពិតសម្លៀកបំពាក់និងឧបករណ៍សម្ដែងការតុបតែងខ្លួននៅក្នុងរបាំគឺតម្រូវទៅតាមតួអង្គជាកសិករពិតខាងប្រុសពាក់អាវតុបត្រង់ឬអាវប៉ាក់ដងពណ៌ខ្មៅឬពណ៌ក្រមៅអាវកសិករឆ្លៀកខោខ្លីត្រឹមចង្កង់ខោជើងមានចងក្រមាខ្មែរនៅចង្កេះឬចំពាយឆ្វេងដងខ្លួនខាងស្រីវិញពាក់អាវដៃខ្លីអាវបំប៉ុងឬអាវកសិករស្រីស្លៀកពុតចងក្បិនឬសំយាកត្រឹមចង្កង់ដើម្បីងាយស្រួលធ្វើចលនារួមទាំងមានបងក្រមាឬចងក្រមានៅលើក្បាលឬស្មាឧបករណ៍រួមផ្សំតួសម្ដែងម្នាក់ត្រូវមានកណ្ដៀវប្រពៃណីធ្វើពីឈើឬសម្ភារៈស្រាលដើម្បីសុវត្ថិភាពកាន់នៅដៃនិងមានល្អីឬចង្អេរសម្រាប់រាំល្អតន្ត្រីនិងចម្រៀងកំដររបាំច្រូតស្រូវត្រូវបានសម្ដែងឡើងដោយមានការប្រគំតន្ត្រីកំដរយ៉ាងទាក់ទាញវង់ភ្លេងច្រើនតែប្រើប្រាស់វង់ភ្លេងប្រពៃណីឬភ្លេងមហោរីដែលមានឧបករណ៍ដូចជាទ្ររនាក់
ស្គរដៃនិងឈឹងដើម្បីបង្កើតចង្វាក់ញាប់ញ័រញ៉ាំងបរិយាកាសឲ្យកាន់តែរីករាយចម្រៀងអត្ថន័យនៃទំនុកចម្រៀងច្រើនតែនិយាយរៀបរាប់ពីសម្រស់វាលស្រែភាពនឿយហត់ដែលប្រែជាស្នាមញញឹមពេលឃើញភោគផលភាពនឿយហត់ដែលប្រែជាស្នាមញញឹមនៅពេលឃើញភោគផលការសែសើចសាសង់គ្នារវាងកំឡោះក្រមុំជនបទនិងការបន់ស្រន់សុំទឹកភ្លៀងសារៈសំខាន់របាំច្រូតស្រូវមិនមែនត្រឹមតែជាការរាំកម្សាន្តនោះទេប៉ុន្តែវាជាកញ្ចក់ឆ្លុះបញ្ចាំងពីវប្បធម៌ស្រូវអង្កររបស់ខ្មែរវាអប់រំយុវជនជំនាន់ក្រោយឲ្យដឹងពីតម្លៃនៃតំណាក់ញើសឈាមរបស់កសិករស្គាល់ពីឧបករណ៍បុរាណដូចជាកណ្ដៀវនិងបង្ហាញពីស្មារតីសាមគ្គីភាពព្រោះការធ្វើស្រែនិងច្រូតកាត់ពីបុរាណគឺធ្វើឡើងតាមរយៈការប្រើពឹងដៃគ្នាឬប្រវល់ដៃគ្នាជួយគ្នាទៅវិញទៅមកនៅក្នុងសហគមន៍ភូមិឋានខ្មែរក្រណាខ្ញុំបាទសូមរៀបរាប់ដោយខ្លីតែប៉ុណ្នេះមានអ្វីមិនសមគួរឬខុសត្រង់កន្លែងណាសូមប្រតិយាគុណនឹងលោកតាលោកយាយពូមីងបងប្អូនអភ័យទោសឲ្យខ្ញុំពិចារណាខ្ញុំផងបាទខ្ញុំពិចារណាខ្ញុំបាទសូមថ្វាយបង្គំលានិងជម្រាបលា